dương từ copy link Telegram do ta đặtនៅក្នុង YouTube channel បានអញ្ចឹងបងប្អូនចុចចូលទៅកាន់នៅ Telegram ទៅបាទអញ្ចឹងបន្ទាប់ពីបងប្អូនចូលមកកាន់នៅ Telegram ហើយណាបងប្អូនមើលត្រង់ចំណុចខាងលើនេះកន្លែង tre 3នេះបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចុចចូលទៅកន្លែង tre 3ហ្នឹងទៅហ្នឹងហើយបន្ទាប់ពីបងប្អូនចូលកន្លែង tre 3ហើយបងប្អូនមើលចំណុចនេះកន្លែងពាក្យថា setting បងប្អូនហ្នឹងហើយកន្លែងរូបកងចាក់ហ្នឹងបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចុចចូលទៅត្រង់កន្លែងពាក្យថា setting ហ្នឹងទៅបាទបន្ទាប់ពីបងប្អូនចូលទៅក្នុង setting ហ្នឹងហើយណាបងប្អូនចូលឡើងនេះណានេះបងប្អូនណាបងប្អូនចុចចូលឡើងនេះទៅបាទឃើញបងនេះគឺជា link បាទគឺជា link របស់ Telegram បងប្អូនហ្នឹងហើយកន្លែង set username ហ្នឹងបាទហ្នឹងហើយអញ្ចឹងបងប្អូនស្កត់ទៅលើហ្នឹងឲ្យជាប់ទៅបាទបងប្អូនចុចស្កត់ទៅលើហ្នឹងឲ្យជាប់បាទតទៅពីស្កត់ហើយបងប្អូនចុចទៅពាក្យ copy តែម្ដងមកបាទហ្នឹងហើយបន្ទាប់ពីបងប្អូនចុចពាក្យ copy ហើយបងប្អូនចូលទៅកាន់ YouTube channel របស់យើងទៅដើម្បីចូលទៅកាន់នៅ YouTube channel របស់យើងបានបងប្អូនអត់ចូលទៅក្នុង YouTube តែម្ដងទេណាបងប្អូនត្រូវចូលទៅតាមជ្រុំណាហ្នឹងហើយបងប្អូនចូលទៅតាមជ្រុំទៅមកយកថាជ្រុំមកហ្នឹងហើយបងប្អូនរងចាំនេះសិនទៅបាទបងប្អូនsearch មកបងប្អូនទៅសេដាក់ youtube.com មកណាបាទ youtube.com បាទវាយើងវាយតា yo ទៅវាលូតចេញមកតែម្ដងអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនចុចទៅពាក្យថា youtube.com ហ្នឹងទៅបាទដើម្បីចូលទៅកាន់នៅ channel YouTube របស់យើងអញ្ចឹងណាបងប្អូនទាំងគ្នាបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីចូលមកត្រង់កន្លែងនេះហើយណាបងប្អូនមើលត្រង់កន្លែងនេះកន្លែងគឺជាតម្រង់បែបនៅក្នុងដូចជា laptop ក្នុង computer អញ្ចឹងណាហ្នឹងហើយអញ្ចឹងដើម្បីយើងយកនៅតម្រង់នឹងបានតម្រង់ដែលដើម្បីចេញមកអញ្ចឹងបាននេះបងប្អូនយកកន្លែង tre 3នេះហើយបងប្អូនយកពាក្យថា desktop sheet ណានេះបាទវានឹងលោតចេញជាតម្រង់ដូចនៅក្នុង computer អញ្ចឹងណាបាទបើសិនតែបងប្អូនអត់ចុចselect នៅពាក្យថា desktop sheet ហ្នឹងទេវាអត់លូតចេញជាតម្រង់ចឹងទេហ្នឹងហើយបាទហ្នឹងហើយឥឡូវយើងបន្ទាប់ពីយើងចូលមកកាន់នៅ YouTube ហើយបងប្អូនមើលត្រង់កន្លែងនេះណានេះកន្លែងរូបprofile channel របស់យើងនេះអញ្ចឹងបងប្អូនចុចទៅលើហ្នឹងទៅបាទបន្ទាប់ហើយបងប្អូនយកពីទៅ view your channel ណាពណ៌ QQ ហ្នឹងបាទបន្ទាប់វានឹងលូតចេញជាតម្រង់បែបហ្នឹងហើយហ្នឹងហើយអញ្ចឹងបងប្អូនចុចចូលមកបាទហេបងប្អូនណាបាទហ្នឹងហើយបន្ទាប់ពីលោតមកចេញអញ្ចឹងហើយណាបងប្អូនមើលត្រង់លើនេះមានពាក្យ line out មានពាក្យ breeding មានពាក្យ bus info បាទអញ្ចឹងបងប្អូនយកកន្លែងទី3នេះណានេះយកកន្លែង bus info នេះទៅបាទបងចុចចូលហ្នឹងមកហើយវានឹងលោតចេញជាដើម្បីឲ្យយើង add នៅ link បញ្ចូលអញ្ចឹងណានេះបងប្អូនហ្នឹងហើយបងប្អូនមើលត្រង់នេះទៅបាទហ្នឹងឥឡូវឧទាហរណ៍ថា Telegram អញ្ចឹងណាបាទនេះដោយសារតែខ្ញុំបាន add រួចម្ដងទៅហើយអញ្ចឹងណាបងប្អូនទាំងគ្នាបាទហ្នឹងអញ្ចឹងយើងចង់ add បន្ថែមនេះបងញ៉ាបោកហ្នឹងបងប្អូនចុចកន្លែង add link ហ្នឹងទៅបាទដើម្បីយើង add នៅ link បន្ថែមអញ្ចឹងណាបងប្អូនទាំងគ្នាបាទហ្នឹងហើយបាទបន្តមកវានឹងចេញទម្រង់បែបហ្នឹងមកបងប្អូនបំពេញលេងនេះមកឥឡូវឧទាហរណ៍ថាយើងចង់ដាក់នៅ link Telegram អញ្ចឹងណាបាទអញ្ចឹងបងប្អូនទៅសេមកTelegram បាទបន្តមកទៀតបងប្អូនមើលកន្លងទី2បាទអញ្ចឹងបងប្អូនចូលទៅកន្លែងកន្លងទី2ហ្នឹងទៅណាគេដាក់នេះ URL ហ្នឹងបាទអញ្ចឹងបងប្អូនស្កត់ទៅលើនឹងឲ្យជាប់ដើម្បីយើង link នៅ Telegram ពីមុនហ្នឹងបាទអញ្ចឹងបងប្អូនមកស្កត់ទៅលើនឹងឲ្យជាប់ទៅណាដើម្បីយើងផាសបញ្ចូលមកណាបងចុចស្កត់ទៅលើនឹងឲ្យជាប់បងប្អូនចុចពាក្យផាសមកឃើញបងប្អូនវានឹងលូតចូលមកតែម្ដងអញ្ចឹងណាបាទហើយមួយទៀតបញ្ជាក់បងប្អូនចេះបងប្អូនត្រូវតែសរសេរបន្ថែមអញ្ចឹងនៅក្នុង Telegram ហ្នឹងវាមានហើយណាបងប្អូនចុចឡើងនេះមកបងប្អូនវាពាក្យមកបងប្អូនT doc me បាទយើងបានបំពេញហើយបងប្អូនមើលអូសទៅអូស scroll មកក្រមកបាទបងប្អូនមើលត្រង់នេះកន្លែងចំណុចខ្មៅបងប្អូននេះកន្លែងខ្មៅនេះណានេះបងមើលត្រង់ចំណុចខ្មៅនេះគេដាក់ public ហ្នឹងហើយចាំបងប្អូនចុចពាក្យថា public ទៅបាទវាជាការស្រេចបងប្អូនហ្នឹងហើយកំពុងដើរមកណាបងប្អូនចាំបន្តិចទៅបាទ
អូនចង់ដឹងថាវាបានបងប្អូនចូលទៅកាន់នៅ YouTube យើងទាំងអស់គ្នាទៅបាទហ្នឹងហើយយើងឥឡូវយើងចូលទៅកាន់នៅ YouTube ទៅបាទបងចូលមក YouTube មកបាទតើពេលបងប្អូនចូល YouTube បងប្អូនចូលទៅក្នុង profile របស់យើងមកណា profile channel របស់យើងហ្នឹងនេះមកបងប្អូនណាហ្នឹងហើយបងប្អូនចាំនេះសិនទៅបាទនេះបងប្អូនមើលត្រង់នេះគេដាក់ Venue Channel ណានេះ Venue Channel បងប្អូនចុចលើហ្នឹងទៅវាគេ load មកហើយបាទហើយបងប្អូនចុចមួយទៀតមកឃើញបងនេះគឺវា load មកតែម្ដងណានេះបងប្អូនហ្នឹងហើយហេនេះlink Telegram ហ៎នេះដោយសារបងខ្ញុំបានខ្ញុំ copy ពីមុនមកណានេះអាថ្មីតែយើងបាននឹងធ្វើមិញហ្នឹងបងប្អូននេះខាងក្រោមនេះណាហ្នឹងហើយបាទហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនហ្នឹងហើយបើសិនបងប្អូនបានមើលវីដេអូខ្ញុំហើយសូម